ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាមកថ្ងៃនេះញ៉ាំបុកល្ហុងទាំងអស់គ្នាតែមុននឹងញ៉ាំសូមមើលម្ទេសគេសិនណានេះមើលម្ទេសគេហងក្រហមឆ្អិនឆ្អៅតែម្ដងបងប្អូនអើយមើលម្ទេសគេនេះដល់ឃើញឡើងញាក់សាច់ត្រឺតហ្មងណាមកឥឡូវដល់វគ្គបុកល្ហុងcủaយើងនេះបុកល្ហុងមានតែបុកល្ហុងទេហាត់មានបន្លែផ្សេងទេបងប្អូនអើយព្រោះអីនៅផ្ទះហាត់បានទៅរកបន្លែខែវពីបុកល្ហុងទេនេះមើលល្ហុងគេហងនេះឡើងជាខៀលចង់ទុំអស់ហើយបងប្អូនអើយដោយសារតែឃើញថាឃ្លានមកល្ហុងក៏ចាប់ផ្ដើមបេះល្ហុងពីដើមមកគឺអាចខៀលមួយហ្នឹងដាក់មកទុកធ្វើអីទៀតចិតយកទៅបុកយកបានញ៉ាំប្រយទៅចាប់ដើមញ៉ាំមួយខ្ញុំទាំងអស់គ្នាបងប្អូនមកញ៉ាំយកពីបងគេបុកមួយប្រហុកបងប្អូនបុកមួយប្រហុកហើយចង់ហៀទៅបងឃើញចឹងសម្លបងប្អូនថាហ៊ានហូបវិញពេលទៅទុកសាក់ដាក់មុនហ្នឹងពេលទៅទុកrồi chết nó chẳng vậy thôiបងប្អូនមានបញ្ហាមុន30ជាអាឡែកស៊ីសាច់ខំអីបងប្អូនណាកុំភ្លេចប្រើប្រាស់ជាមួយនឹងផលិតផលឆុតម្សៅប្រេងសម្រាប់នេះនឹងអត់គ្នាបានបងប្អូនវាជាប្រភេទម្សៅធម្មជាតិពិតអត់មានសារធាតុកាត់ទេបងប្អូនណាវាជួយរកបញ្ហាមុន30ជាអាឡែកស៊ីសាច់ខំបងប្អូនអត់គ្នាបានតែវាជាប្រភេទម្សៅធម្មជាតិចឹងមិនដាក់យើងលាបភ្លាមឲ្យវាសលឿនទេបងប្អូនវាជាប្រភេទម្សៅដែរបែបឲ្យតែបែបធម្មជាតិគឺលក្ខណៈថាវាសបែបយឺតបើយើងចង់បានលឿនត្រូវប្រើជាឆុតហើយនឹងបិទម៉ាស់បងប្អូនណាបិទម៉ាស់យើងអាសាលាងសម្អាតវាហើយយើងសម្អាតផ្ទៃមុខយើងហើយបិទម៉ាស់បិទអីឲ្យស្អាតទៅមុខយើងហ្នឹងលាងម្សៅហ្នឹងឆាប់ចូលហើយមុខយើងអត់មានមុនមានស្នាមមានជាប់ស្អីក្រហមអីទេបងប្អូនហើយបងប្អូនត្រូវគេប្រើខំសាំនេះតើបងប្អូនបាននៅក្នុងវីដេអូហ្នឹងឬក្នុងឆាតលាក់ KKX ទាំងអស់គ្នាបងប្អូនអត់ថ្លៃទេបងប្អូនមកឈុតត្រឹមតែ30000រៀលទេមកឈុត30000រៀលតម្លៃធូរថ្លៃហើយខាងបងប្អូនថែមមក2ស្លឹកទៀតមកឈុត30000រៀលបងអូនថែមមកជូន2ស្លឹកជូនហើយបងប្អូនណាដែលត្រូវការអាចទាក់ទងជាមួយបងប្អូនបានអរគុណច្រើន